មានសួរបងប្អូនឥឡូវចូលទៅដល់ការភ្នាល់ទៅជាមួយថាតើសង្គ្រាមសហរដ្ឋអាមេរិកជាមួយនៅអ៊ីរ៉ង់ហ្នឹងកើតចេញអត់ហើយបើកើតវារងគ្រោះដល់ទៅណាទីយើងទៅលំអិតបទការដែលកំពុងតែកើតមានជុំវិញពីបញ្ហាសង្គ្រាមទាំងអស់ហ្នឹងហើយតែក៏សហរដ្ឋអាមេរិកធ្វើអញ្ចឹងហើយតែក៏អ៊ីរ៉ង់ធ្វើអញ្ចឹងហើយក៏អ៊ីរ៉ង់បញ្ជូនលិខិតកោតទោសទៅអង្គការសហវិជាតិអ៊ីរ៉ង់មាននយោបាយគេហើយសហរដ្ឋអាមេរិកហើយក៏តាមរយៈលោក Donald Trump ពីថ្ងៃទី19ពីម្សិលមិញគាត់ទុកអសន្និបាតឲ្យអ៊ីរ៉ង់រហូតដល់ទៅ10ទៅ15ថ្ងៃដើម្បីសម្រេចចិត្តទៅលើកិច្ចព្រមព្រៀងក្នុងការបញ្ចប់កម្មវិធីផលិតនុយក្លេអ៊ែរទាំងស្រុងដូចខ្ញុំជំរាបជូនបងប្អូនអាមេរិកកំណត់តែទៅជាមួយនឹងការផលិតយកសារធាតុអ៊ូរ៉េញ៉ូមអត់ឲ្យច្រើនទេអត់ឲ្យដល់ 90% អាចទៅ6ទៅ7% ទៅបានហើយប្រើប្រាស់នៅក្នុងវិស័យអគ្គិសនីស្ថានភាពអគ្គិសនីសម្រាប់ការអភិវឌ្ឍនិងសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ទៅតែទៅជាមួយនឹងការកំណត់ចំនួនម៉ាស៊ីនដើម្បីផលិតហើយនឹងការចូលរួមស៊ើបអង្កេតពីអង្គភាពតែទៅជាមួយនឹងការប្រយុទ្ធប្រឆាំងទៅលើការផលិតបរិវណ្ណូខុសច្បាប់គឺជាអ្វីដែលសហរដ្ឋអាមេរិកកំពុងតែទាមទារពីអ៊ីរ៉ង់និយាយរួមគឺការបញ្ចប់ពេញទីណាសម្រាប់អ៊ីរ៉ង់គេនិយាយទៅពីសេដ្ឋកិច្ចទេហើយឥឡូវនេះយើងគេអ៊ីរ៉ង់ក៏ផ្ញើលិខិតហ្នឹងហើយយ៉ាងណាមិញខ្ញុំចង់ទាញរឿងនឹងបន្តិចជូនបងប្អូនណាខ្ញុំចង់ទាញថាចេះរឿងសង្គ្រាមប្រទេសពីរហ្នឹងកើតឡើងហើយបើសិនតែកើតឡើងមកគឺអត់ល្អទេសម្រាប់កសិករបងប្អូនខ្លះហ្នឹងមិនក៏តាក់ទងជាមួយកសិករចាប់នេះទៀតយើងនឹងនិយាយចង់វាទៅជាពិសេសកសិករខ្មែរហ្នឹងតែម្ដងបើសិនបើកើតមកគឺអាចនឹងរងគ្រោះមានតម្រូវការច្រើនប៉ុន្តែក៏មានការផ្គប់ផ្គង់ច្រើនដែរហើយការផ្គប់ផ្គង់ច្រើនជាមួយនឹងតម្លៃនៃការផលិតធ្លាក់ទាបឬក៏មានការប្រកួតប្រជែងហ្នឹងអាហ្នឹងរឿងវែងឆ្ងាយដែរឥឡូវកំពុងអាចទៅដល់កសិករកំពុងអាចទៅដល់វិស័យទេសចរណ៍កសិករយើងនិយាយអំពីសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់បន្តទៀតយើងដឹងណាយើងដឹងទាំងអស់គ្នាហើយព័ត៌មានទូទៅគេនិយាយថាថ្ងៃសៅរ៍ហ្នឹងគេវាយគ្នាហើយបើយើងមើលតាមការឆ្លើយតបរបស់សេដ្ឋវិមានរួមជាមួយនឹងលោក Donald Trump គឺទុករយៈពេល10ទៅ15ថ្ងៃទៀតជាការបញ្ជាក់ដែលមានវីដេអូរបស់អ្នកនាំពាក្យសេដ្ឋវិមានហើយក៏ចេញពីមាត់របស់លោក Donald Trump ដែរសំណួរសួរថាហេតុអីក៏មានការពជាពេលធម្មតាជាយុទ្ធសាស្ត្រការវាយប្រហារប្រទេសមួយក៏គេមានការត្រៀមលក្ខណៈយោធាដែររួមក៏ជាការទុកពេលវេលាឲ្យមានភាពច្បូរច្បល់នៅក្នុងផ្ទៃក្នុងរបស់ប្រទេសគេផងដែរហើយ15ថ្ងៃដែលលោក Donald Trump កំណត់ហ្នឹងក៏មិនកំណត់ថា15ថ្ងៃដែរបើសិនបើមានផែនការណាបន្តបន្ទាប់ឬក៏មានការចោះចាស់ណាបន្តបន្ទាប់ហ្នឹងអាចកើតមានបន្តទៀតហ្នឹងទៅអាចនិយាយបានថាវាគឺជាពេលវេលាមួយដែលគេនិយាយថារងចាំមើល wait to see ណាដែលភាសាអង់គ្លេសឬក៏ការចុះផ្សាយរបស់បតេងគេនិយាយគឺការរងចាំមើលក្នុងការរងចាំមើលយើងឃើញមានការបង្កើនកម្លាំងយោធារៀងៗខ្លួនដើម្បីកំណត់ឥឡូវនេះអ្នកណាក៏ទស្សន៍ទាយថាសហរដ្ឋអាមេរិកវាយអារម្មណ៍ដែរអ្នកណាក៏គិតថាអារម្មណ៍ប្រកាសជាត្រូវវិនិច្ឆ័យនៅក្នុងសារនេះព្រោះអីដោយសារតែគេមើលពីសមត្ថភាពក្នុងការបញ្ជូននាវារបស់សហរដ្ឋអាមេរិកជាមួយនឹងយន្តហោះបើយើងនិយាយពីនាវាចម្បាំងរបស់សហរដ្ឋអាមេរិកនេះមាន USS General R. F. Ford CVN 78ដែលគេរាប់ទុកថាជានាវាធំណាធំហើយបច្ចេកវិទ្យារបស់គេទំនើបទៀតនាវាមាន reactor នុយក្លេអ៊ែរចំនួន2ឬក៏ហៅថាថាមពលព្រះអាទិត្យនឹងជានាវាដែលមិនចាំបាច់ចាក់សាំង25ឆ្នាំក៏មិនចាក់សាំងបានដែរស្ដាប់មកក៏មានអារម្មណ៍ថាអស្ចារ្យដែរបើនិយាយពីចំនួនផ្ទុករបស់វាវិញគឺផ្ទុកយន្តហោះបាន75គ្រឿងហើយផ្ទុកនាវិកដែលធ្វើការនៅលើហ្នឹងរហូតដល់ទៅ 4500 នាក់មាននាវាមួយទៀតដែលគេនាំចូលមកជាបច្ចេកវិទ្យាយ៉ាងចំណាស់ជាង Air Force បន្តិចតែរាប់ទុកថាជានាវាខ្លាំងដូចគ្នាដែរព្រោះធ្លាប់ឆ្លងកាត់សង្គ្រាមនៅប្រចាំពីជំនាន់ George W. Bush គឺ USS Abraham Lincoln CVN 72ដឹកយន្តហោះបាន90គ្រឿងជាមួយនឹងអធម្មវិធេតែនាវាហ្នឹងវាអមដំណើរជាមួយនឹងនាវាដែលដឹកមីស៊ីលឬក៏នាវាបាញ់មីស៊ីលបន្ថែមទៀតបាញ់ពីក្រោមទឹកឡើងទៅតែម្ដងអាហ្នឹងដោយសារគេឃើញសហរដ្ឋអាមេរិកស្ពាយយកអាហ្នឹងទៅណាយកអាហ្នឹងទៅម្នាក់គាត់ថាសង្គ្រាមធំផ្ទុះហើយខ្ញុំនិយាយចឹងមិនមែនមានថាគេគិតខុសទេប៉ុន្តែវាមានសណារីយ៉ូផ្សេងធម្មតាដឹកទៅអស់ច្រើនអស់សហុយច្រើនបើមិនបានធំប្រហែលជាប្លន់ណានិយាយបែបលេងណាបងប្អូនបើមិនបានធំទេគឺជជែកធွာក្តៅហើយអញ្ចឹងណាព្រោះចាយច្រើនហើយកាលពីហ្នឹងយើងមានយន្តហោះចម្បាំងគេហៅថា M22 ស្ដេចនៅក្នុងអាកាសចម្បាំងកាយទៅលើមេឃអញ្ចឹងទៅ
ដែលគេនិយាយបាយជាបងប្អូនស្ដាប់ព័ត៌មាននៅក្នុងស្រុកខ្មែរដែលគេពិពណ៌នាអំពីយន្តហោះទាំងអស់ហ្នឹងស្ដាប់មកគឺយើងមានអារម្មណ៍អូសមត្ថភាពខ្ពស់ខ្លាំងហើយយើងមិនដែលស្គាល់ជាតិទេព្រោះយើងក៏មិនចង់ស្គាល់ជាតិទេឲ្យវាកើតមានណាតាមតែ S16 ហ្នឹងជឿក្បាលណាស់ទៅហើយអញ្ចឹង S22 Raptor ស្ដេចអាកាសហ្នឹងគេប្រើសម្រាប់បាញ់បហាទៅលើយន្តហោះសត្រូវបំផ្លាញប្រព័ន្ធដែនអាកាសរបស់សត្រូវហើយក្នុងនោះក៏មានគេហៅយន្តហោះភ្នែកម៉ូតូ S36 និង S16 ផងដែរ S16 Falcon ដែលសហរដ្ឋអាមេរិកយកទៅសួរថាហេតុអីក៏យកទៅគឺដើម្បីធ្វើការគម្រាមកំហែងនេះគឺជារបៀបដែលសហរដ្ឋអាមេរិកធ្វើការណាគឺមានថាការទូតបែបគម្រាមកំហែងបើសិនមិនព្រមគឺវាយដឹកមកប៉ុណ្្នឹងហើយយកមកប៉ុណ្្នឹងហើយមិននិយាយលេងទេហើយក៏មិនមែនជារឿងសាដែរអ្នកដែលសហរដ្ឋអាមេរិកគាត់យកចិត្តទុកដាក់ខ្លាំងជាងគេបំផុតហ្នឹងគឺមនុស្សដែលមានឥទ្ធិពលនៅក្នុងសាសនានិងមនុស្សដែលមានឥទ្ធិពលនៅក្នុងរដ្ឋាភិបាលរបស់អ៊ីរ៉ង់នឹងតែម្ដងគឺលោកអាយ៉ាតូឡាសអាលីអញ្ចឹងបើសិនជាលោកអាយ៉ាតូឡាសអាលីហ្នឹងក៏ព្រមចុះចាញ់ហើយចុះទៅលើកិច្ចសន្យាព្រមព្រៀងបញ្ចប់ការផលិតចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទាំងស្រុងយើងជឿជាក់ថាមានរឿងច្រើនតែបើសិនជាមិនបញ្ចប់ទាំងស្រុងទេបើថាចូលក្នុងលក្ខខណ្ឌណាមួយយកព្រមក្នុងលក្ខខណ្ឌណាមួយបន្ថយយើងអាចនឹងឃើញមានកិច្ចព្រមព្រៀងបណ្ដោះអាសន្នដោយដែលខ្ញុំនិយាយពីម្សិលមិញតែបើយើងមើលសកម្មភាពរបស់រងណាมันជាខ្លាំងណាស់ណាប្រហែលទេវាជាគោលនយោបាយការគម្រាមកំហែងបែបការទូតដូចគ្នាដែរយើងពីម្សិលមិញយើងបានជជែកគ្នាពីលោកអាយ៉ាតូឡាអាលីនគាត់បានគម្រាមកំហែងពលិចនាវាចម្បាំងរបស់សហរដ្ឋអាមេរិកដែលមានសមត្ថភាពទៅពលិចទេបើសិនជាមានតាំងពីនាវាបាញ់ពីក្រោមទឹកមានយន្តហោះចម្បាំងស្ដេចអាកាសនិងភ្នែកម៉ូតូនៅលើលោកហើយក៏មាន F6 Falcon ដែរណាអញ្ចឹងតើខ្មោចអាកាសតើមានសមត្ថភាពអត់យើងអត់ដឹងតែរឿងមួយទៀតដែលយើងកំពុងតែឃើញដែរហ្នឹងគឺតេតិនជាមួយនឹងសាររបស់អារ៉ង់បានឆ្លើយតបទៅអង្គការសហប្រជាជាតិដើម្បីស្វែងរកសិទ្ធិការពារខ្លួនរបស់ខ្លួនពីការគម្រាមកំហែងសហរដ្ឋអាមេរិកហើយគឺការពារខ្លួនបែបនេះយើងដឹងហើយសហរដ្ឋអាមេរិកប្រើនយោបាយការទូតបែបបខំដាក់នាវាចម្បាំងធំដើម្បីបខំហើយក្នុងនោះទុកពេលវេលា10ទៅ15ថ្ងៃដើម្បីបង្ហាញពិភពលោកថាសហរដ្ឋអាមេរិកមិនមានបំណងវាយប្រហារអ៊ីរ៉ង់ទេគ្រាន់តែចង់ឲ្យអ៊ីរ៉ង់ចូលទៅលើកិច្ចព្រមព្រៀងចូលទៅលើកិច្ចចរចាដែលសហរដ្ឋអាមេរិកកំណត់ជោគវាសនានិងសន្តិភាពរបស់ពិភពលោកថាមិនមានការគំរាមកំហែងរឿងប៉ារ៉ាណូពីប្រទេសមួយទៀតបន្ថែមទេអាហ្នឹងគឺអ្វីដែលសហរដ្ឋអាមេរិកកំពុងធ្វើបង្ហាញទៅតំបន់អឺរ៉ុបបង្ហាញទៅតំបន់អាស៊ីទុកពេលរហូតដល់ទៅ10ទៅ15ថ្ងៃមិនវាយភ្លាមណាក៏ជាគោលនយោបាយការទូតមួយដែលសហរដ្ឋអាមេរិកចាំមើលការរង្គោះរង្គើផ្ទៃក្នុងរបស់រដ្ឋាភិបាលអារ៉ង់ដែលអាចនឹងមានបញ្ហាសង្គ្រាមស៊ីវិលជាមួយនឹងកងឆ្មាំបដិវត្តន៍ដែលគេហៅថា IRGC បើសិនជាមានការបះបោរឬក៏មានសង្គ្រាមស៊ីវិលនៅក្នុងពេលដែលសហរដ្ឋអាមេរិកគម្រាមកំហែងនៅក្នុងផ្ទៃក្នុងរបស់អារ៉ង់រាប់ទុកថាជាជោគជ័យរបស់សហរដ្ឋអាមេរិកមួយទៀតអញ្ចឹងប្រទេសទាំងពីរហ្នឹងសុទ្ធតែមានការទូតបែបគម្រាមកំហែងដូចគ្នាមិនមែនអារ៉ង់អត់មានការទូតបែបគម្រាមកំហែងគ្រាន់តែយើងអត់ដឹងដល់លទ្ធភាពរបស់អារ៉ង់ស្ថិតនៅក្នុងកម្រិតណាទេហើយការបារម្ភអំពីសុវត្ថិភាពរបស់មេដឹកនាំធំៗនៅក្នុងអារ៉ង់ជាគិតបែបម៉េចយើងក៏អត់ច្បាស់ដែរបើយើងនិយាយភាពប្រហាក់ប្រហែលកុំនិយាយពាក្យច្បាស់ណាពីព្រោះរឿងលោកនេះគ្មានអីច្បាស់ហើយការសម្រេចចិត្តទៅមានតែភាពប្រហាក់ប្រហែលតែយើងប្រមូលយកមកការវិនិច្ឆ័យយើងដឹងពីម្សិលមិញសម្រាប់អារ៉ង់បាក់តាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅ UN លោកអារ៉ាវ៉ានីបានផ្ញើលិខិតទៅកាន់ក្រុមប្រឹក្សាអន្តរជាតិសន្តិសុខហៅកាត់ថា UN ហ្នឹងថ្កោលទោសសហរដ្ឋអាមេរិកស្វែងរករឿងពីរទី1ថ្កោលទោសទៅការគម្រាមកំហែងរបស់លោក Donald Trump ជាពិសេសគឺចាត់ទុកថាវាជាការរំលោភបំពានច្បាប់អន្តរជាតិនិងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិដែលសហរដ្ឋអាមេរិកប្រើកម្លាំងអំណាចយោធាក្នុងការគៀបសង្កត់ឲ្យរដ្ឋាភិបាលរបស់អារ៉ង់ចូលទៅលើកិច្ចព្រមព្រៀងអាហ្នឹងគឺជារឿងទី1កោតទោសពីការគម្រាមកំហែងទី2គឺស្វែងរកសិទ្ធិការពារខ្លួនអញ្ចឹងសម្រាប់អារ៉ង់ក៏បានបញ្ជាក់ខ្លួនថាខ្លួនអត់ចង់ធ្វើសង្គ្រាមទេប៉ុន្តែប្រសិនបើមានការវាយប្រហារផ្នែកយោធាណាមួយអារ៉ង់នឹងស្វែងរកលទ្ធភាពដើម្បីការពារខ្លួនបានសួរថាតើអារ៉ង់នឹងមានសមត្ថភាពទៅពន្លិចនាវាដឹកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកបានឬគឺមិនបានតើទៅរួចអត់ប្រហែលជាមិនទៅរួចទេប៉ុន្តែរូបភាពមួយដែលយើងអាចឃើញបានណាអារ៉ង់កំពុងប្រើច្បាប់អន្តរជាតិទៅលើសិទ្ធិការពារខ្លួនហើយនឹងវាយប្រហារឬក៏វាយប្រហារទៅលើទីតាំងឈរជើងរបស់យោធា
សហរដ្ឋអាមេរិកនៅតំបន់មួយចំនួនជាពិសេសនៅប្រចាំពពាសម្រាប់ទីតាំងទាំងអស់នោះនៅប្រចាំពពាបើយើងនិយាយពីសហរដ្ឋអាមេរិកវាមិនមែនតែជាទីតាំងជើងទ័ពរបស់សហរដ្ឋអាមេរិកក៏ជាទីតាំងចម្រាញ់ឬរុករកឬក៏ជាទីតាំងក្រុមហ៊ុនជាទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកដែរទីតាំងទី1ដែលអារ៉ង់គាត់គម្រាមណាហើយបានបញ្ចេញមកគឺនៅកាតាតែទៅជាមួយនឹងទីកន្លែងបញ្ជាការដ្ឋានកណ្ដាលសហរដ្ឋអាមេរិកនៅប្រចាំពពាគឺនៅតែកាតាអាចនឹងរងការវាយប្រហារទី2មូលដ្ឋាននៅបារ៉ែលទី3មូលដ្ឋាននៅគុយវ៉ាត់និងអារ៉ាប់រួមដែលអារ៉ង់នឹងធ្វើការវាយប្រហារអានោះនិយាយអំពីការប្រាស់អំណាចទ័ពក្នុងការវាយប្រហារទៅលើសហរដ្ឋអាមេរិកវិញហើយតើទៅជាមួយអំណាចសេដ្ឋកិច្ចអារ៉ង់ពមៀនបិទនៅច្រកសមុទ្រហាម៉ូសដែលជាច្រកដឹកប្រេង 20% ផ្គត់ផ្គង់ប្រេង 20% របស់ពិភពលោកអាហ្នឹងគឺជាអ្វីដែលអារ៉ង់គាត់ធ្វើឥឡូវយើងពិចារណាយើងបានដឹងណាសហរដ្ឋអាមេរិកដឹកមីស៊ីលដឹកនីវីដឹកយន្តហោះចម្បាំងធុនធ្ងន់ប្រើដើមទុនច្រើនណាស់ដើម្បីបញ្ចប់ភាពស្មុគស្មាញតាមរយៈការគម្រាមកំហែងរបស់របបរបស់ទីក្រុងហេរ៉ាតង់ឬក៏អេរ៉ង់នឹងដែលមានគោលដៅក្នុងការផលិតមីស៊ីលឬក៏នុយក្លេអ៊ែរហ្នឹងជារឿងមួយទៀតគឺតកតឹងជាមួយនឹងការកាច់ផ្ដាច់ច្រករបៀងឬការកាត់ផ្ដាច់ឥទ្ធិពលនៅក្នុងបះបោរទាំងឡាយនៅតំបន់ប្រចាំពពាដែលធ្វើឲ្យមានស្ថានភាពរង្គោះរង្គើនឹងមិនមានស្ថិរភាពពីព្រោះអេរ៉ង់ហ្នឹងគឺជាអ្នកគ្រប់គ្រងក្រុមប្រដាប់អាវុធទាំងអស់ហ្នឹងមិនថានៅតំបន់អ៊ីរ៉ាក់ស៊េរីលីបង់ពួកហេបាឡាយ៉ាមែនហូទីហ្នឹងគឺសិតតែទទួលបានផលប្រយោជន៍តាមរយៈច្រករបៀងសេដ្ឋកិច្ចនិងការឧបត្ថម្ភធនពីប្រទេសអារ៉ង់ដែលយើងបានដឹងក្រុមប្រដាប់អាវុធទាំងអស់ហ្នឹងអត់ដែលឲ្យប្រចាំពពាបានស្ងប់ស្ងាត់ទេអញ្ចឹងវាគឺជាការការពារដែនសន្តិសុខមួយដល់អ៊ីស្រាអែលដែលអ៊ីស្រាអែលបច្ចុប្បន្នលេងធ្ងន់ខ្លាំងមែនទែននៅតំបន់កាហ្សាហើយក៏ជាការទាញប្រទេសអារ៉ាប៊ីអូសាអូឌីតឲ្យត្រឡប់មកសហរដ្ឋអាមេរិកវិញវិលទៅលើគោលនយោបាយវាមិនមែនតែជាសង្គ្រាមភូមិសាស្ត្រគ្រប់គ្រងភូមិសាស្ត្រទប់ទល់ឥទ្ធិពលចិននិងរុស្ស៊ីសង្គ្រាមភូមិសាស្ត្រការពារដែនសន្តិសុខប្រចាំពពាក៏វាជាសង្គ្រាមសេដ្ឋកិច្ចដែរពីព្រោះនៅក្នុងពេលបច្ចុប្បន្ននេះតើជាមួយគោលនយោបាយពេត្រូដុល្លារហ្នឹងក៏រងគ្រោះដែរដោយសារតែអារ៉ាប៊ីអូសាអូឌីតហ្នឹងក៏ចាប់ផ្ដើមធ្វើការគាំពារយួនពេត្រូយួននៅគ្នាដែរជួញដូរប្រាក់ដុល្លារជួញដូរប្រេងជាមួយប្រាក់ដុល្លារក៏បានប្រែក្លាយទៅការជួញដូរប្រេងជាមួយនឹងលុយយួននៅក្នុងគោលនយោបាយថ្មីណាទៅមិនថាឥទ្ធិពលតំបន់មិនថាឥទ្ធិពលសេដ្ឋកិច្ចមិនថាសិទ្ធិសន្តិសុខនឹងសិតតែជាភាពចុះខ្សោយដែលសហរដ្ឋអាមេរិកត្រូវតែលូកដៃចូលទៅក្នុងប្រទេសអារ៉ង់ហើយត្រូវតែធ្វើយ៉ាងណាឲ្យអារ៉ង់នឹងបាក់ក្លោបខ្លាចឬក៏ទទួលបានលទ្ធផលធំមួយណាប៉ុន្តែនៅក្នុងរូបភាពទាំងអស់ហ្នឹងបើសិនមកយើងបានវិភាគពីសង្គ្រាមបងប្អូនអាចទៅស្ដាប់បានប៉ុន្តែនៅក្នុងរូបភាពទាំងអស់ហ្នឹងមិនកំណត់ថាសហរដ្ឋអាមេរិកក៏ចង់ឲ្យមានសង្គ្រាមទាំងអស់ហ្នឹងកើតឡើងទេហេតុអីដោយសារតែបើសិនសង្គ្រាមកើតឡើងសេដ្ឋកិច្ចសហរដ្ឋអាមេរិករងគ្រោះធ្ងន់ខ្លាំងបច្ចុប្បន្នតម្លៃអតិផរណារបស់សហរដ្ឋអាមេរិកតម្លៃអតិផរណារបស់សហរដ្ឋវិញធ្លាក់ចុះដោយសារតែតម្លៃប្រេងរបស់ពិភពលោកធ្លាក់ចុះបើសិនបើសង្គ្រាមកើតឡើងតម្លៃសាំងនៅសហរដ្ឋអាមេរិកកើនឡើងប្រេងសហរដ្ឋអាមេរិកកើនឡើងអតិផរណាកើនឡើងខ្លាំងភាពខឹងសម្បាររបស់ប្រជាជនសហរដ្ឋអាមេរិកឬក៏ការបារម្ភអំពីនិន្នាការកើតនៅសង្គ្រាមស៊ីវិលនៅក្នុងសហរដ្ឋអាមេរិកកាន់តែខ្ពស់ទៀតហើយសម្រាប់នយោបាយរបស់សហរដ្ឋអាមេរិកអញ្ចឹងអានយោបាយជាតិនិយមរូបរនិយមអាចមានភាពផុយស្រួយអានេះគឺនិយាយពីរឿងដែលប៉ះពាល់ដល់សេដ្ឋកិច្ចហើយវាប៉ះពាល់ទៅដល់នយោបាយរបស់សហរដ្ឋអាមេរិកវាជាការបង្កើតសង្គ្រាមរ៉ាំរ៉ៃសម្រាប់ការវាយអារ៉ង់វាយភ្លាមគ្រប់គ្រងភ្លាមបានបើដែលសួរថាបញ្ចប់សង្គ្រាមបានទេអត់ទេវាគឺជាភាពរ៉ាំរ៉ៃមួយតែនឹងចំណាយថវិកាច្រើនជាងច្រើនសន្ធឹកសន្ធាប់បច្ចុប្បន្នសហរដ្ឋអាមេរិកមានបំណុលរហូតដល់ទៅ 125% នៃ GDP ការបើកសមរភូមិថ្មីមួយដែលយើងដឹងហើយណាការចំណាយរបស់រដ្ឋាភិបាលកំពុងតែធ្ងន់ធ្ងរហើយបំណុលរបស់សហរដ្ឋអាមេរិកស្ថិតនៅក្នុងតម្លៃ38 trillion ជាងមិនមែនជារឿងសាមញ្ញដែលងាយក្នុងការបង្កើតសង្គ្រាមទេហើយព្រឹត្តិការណ៍នេះអាចនឹងខុសប្លែកពីព្រឹត្តិការណ៍នៅសហរដ្ឋអាមេរិកឬក៏ព្រឹត្តិការណ៍ដែលកើតឡើងនៅសេរីនិងព្រឹត្តិការណ៍ដែលកើតនៅវេណេស៊ុយឡាអញ្ចឹងព្រឹត្តិការណ៍នេះរៀងធ្ងន់តិចអាចនឹងមានការចូលរួមពីរុស្ស៊ីឬក៏ចូលរួមជាមួយនឹងចិនរឿងដែលយើងនឹងឃើញច្បាស់ប្រកបដោយដែលគេនិយាយគឺ proxy war វាកើតឡើងហើយការបារម្ភពីសង្គ្រាមលោកហ្នឹងក៏កើតឡើងដែរសួរថាតើសង្គ្រាមនឹងអាចកិច្ចផុតអត់សង្គ្រាមនេះមានលទ្ធភាពកិច្ចផុតច្រើនមិនមែនមានន័យថាអត់លទ្ធភាពទេបងប្អូនប្រហែលគាត់និយាយថាបើសិនជាចង់កិច្ចផុតតើរងគាត់យល់ព្រមគ្រប់កិច្ចសន្យារបស់សហរដ្ឋអាមេរិកទាំង3លក្ខខណ្ឌសហរដ្ឋអាមេរិកដែរ3លក្ខខណ្ឌសហរដ្ឋអាមេរិកដែរនោះដូចដូររបបរដ្ឋាភិបាលរបស់រងអញ្ចឹងប្រហែលទៅមិនរួចតែយើងនឹងឃើញភាពទូថយក្នុងការចរចាណា
យើងនឹងឃើញភាពទូថយក្នុងការចរចាយើងនឹងឃើញអារម្មណ៍នឹងចេញស្ថានភាពថ្មីក្រៅពី15ថ្ងៃហើយដែលនឹងផ្ដល់ផលប្រយោជន៍ការទូតមួយចំនួនឬក៏នឹងផ្ដល់ផលប្រយោជន៍ក្នុងការគ្រប់គ្រងវិបត្តិមួយចំនួនតែជាមួយនឹងស្ថិរភាពសន្តិសុខនិងការផលិតនុយក្លេអ៊ែរនៅបច្ចឹមបពាវាអាចទៅជាកិច្ចព្រមព្រៀងបណ្ដោះអាសន្នដែលវាធ្លាប់កើតមានហើយក៏មានការចូលរួមសម្រួលពីប្រទេសចិននិងរុស្ស៊ីផងដែរយើងឃើញរុស្ស៊ីគម្រាមកំហែងណាប៉ុន្តែយើងជឿជាក់ថាតិចទៀតនឹងមានចិនចូលរួមដែរចូលរួមបែបការទូតចូលរួមបែបសម្របសម្រួលចិនដូចជាអត់ទាន់ចង់លោតចូលទៅក្នុងបញ្ហាច្រើនទេឯរុស្ស៊ីកំពុងតែភ័យហើយកំពុងតែបារម្ភអំពីសេដ្ឋកិច្ចខ្លួននឹងការសម្របសម្រួលមួយឬក៏ភាពបដាអាសន្នមួយសម្រាប់ខ្ញុំគឺខ្ញុំយល់ឃើញថាវាអាចនឹងមានលទ្ធភាពកើតឡើងមួយទៀតយើងនិយាយដល់ចុងក្រោយតើតើជាមួយនឹងកសិករនិងទេសចរអញ្ចឹងបើសិនបើពិភពលោកចូលបញ្ហាសង្គ្រាមអឺរ៉ុបនិងសហរដ្ឋអាមេរិកកើតឡើងមិនមែនជាសង្គ្រាមសាមញ្ញទេណាអញ្ចឹងអតិផរណារបស់ពិភពលោកតម្រូវការរបស់ពិភពលោកនឹងបន្តធ្លាក់ទៀតទេសចរចាប់បានធ្លាក់ខ្លាំងអានោះយើងលែងនិយាយណាគ្មានអ្នកណាមានលុយដើរហើរឬក៏ចាក់លុយចេញពីប្រព័ន្ធសេដ្ឋកិច្ចគេដល់ងាយច្បាប់នៃបណ្ដាប្រទេសផ្សេងៗនឹងចាប់ដើមរឹតបន្តឹងទៅលើលំហូរសាច់ប្រាក់ដែលចេញពីជាតិរបស់គេសូម្បីតែការវិនិយោគទៅបរទេសក្តីវានឹងខ្លាយទៅជាការវិនិយោគស្របទៅតាមគោលនយោបាយរដ្ឋរឿងដែលយើងបារម្ភបំផុតគឺកសិករអញ្ចឹងនៅពេលដែលតម្លៃប្រេងឥន្ធនៈរបស់ពិភពលោកកើនឡើងថ្លៃនៅកសិករនៅក្នុងប្រទេសតូចៗនឹងកើនឡើងនៅតម្លៃផលិតថ្លៃដើមរបស់គេសម្រាប់ប្រទេសដែលពឹងផ្អែកទៅលើការប្រើប្រាស់នៅបច្ចេកទេសទាំងឡាយជាកសិកម្មថ្នាំឬក៏សម្ភារៈផ្សេងដើម្បីធ្វើកសិកម្មនឹងប្រឈមមុខជាមួយនឹងការកើនឡើងថ្លៃនៃតម្លៃដើមអញ្ចឹងសម្រាប់ប្រទេសដែលគេផ្គប់ផ្គង់សម្រាប់ប្រទេសដែលគេកំពុងតែធ្វើក៏ពេលគេមានគ្រប់យ៉ាងវាជាអាកាសតែសម្រាប់ប្រទេសដែលពឹងផ្អែកគ្រប់យ៉ាងវាគឺជាវិបត្តិពីតម្លៃនៃការផលិតកាន់តែថ្លៃហើយតម្លៃប្រកួតប្រជែងនៃការនាំចេញណាវាកាន់តែពិបាកខណៈដែលការផ្គត់ផ្គង់នៅក្នុងពេលបច្ចុប្បន្ននេះតែវាបន្សល់ពីការទទួលបានផលប្រយោជន៍នៃការបិទគប់ការនាំអង្គសចេញរបស់ឥណ្ឌានោះវាកំពុងហុចផលលំបាកមកវិញដោយសារតែសុវត្ថិភាពស្បៀងអាហាររបស់ពិភពលោកឬក៏ការស្តុកនៅស្បៀងអាហាររបស់ពិភពលោកនៅក្នុងពេលបច្ចុប្បន្នស្ថិតនៅក្នុងភាពសម្បូរហើយការផ្គត់ផ្គង់ឬក៏ការបង្កើនផលតាមរយៈដីកសិកម្មឬក៏ការនាំចេញឬក៏ការទទួលបានផលតាមរយៈការផលិតរបស់ពួកគេកាន់តែកើនឡើងអញ្ចឹងវាអាចប្រឈមជាមួយនឹងកសិករនៅតាមបណ្ដាប្រទេសដែលមិនមានទីផ្សារក្នុងការនាំចេញសម្បូរសូមអរគុណសូមជម្រាបលា